សូមជូនកម្មវិធីធម្មទេសនាក្នុងលោកកាជាង 2,600 ឆ្នាំមកហើយដែលព្រះពុទ្ធសាសនាមានវត្តមាននៅក្នុងសកលលោកយើងនេះចាប់ពីថ្ងៃដែលព្រះសមណគោតមព្រះអង្គទ្រង់ត្រាស់ដឹងក្រោមម្លប់ពោធិព្រឹក្សចំត្រង់កណ្ដាលផ្ចិតផែនដីហើយបានប្រកាសសម្ដែងព្រះធម៌ចំនួន 84,000 ព្រះធម្មខណ្ឌមានព្រះសូត្រព្រះវិន័យព្រះអភិធម្មដោយសរុបសម្ដៅយកអាវ៉ាត់ទាំង3គឺ 1. កិរិយាមិនធ្វើនៅអំពើបាប 2. កិរិយាបំពេញនៅកុសលធម៌ 3. កិរិយាជំរះសន្តានចិត្តឲ្យស្អាតបរិសុទ្ធទាំង3នេះជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំងឡាយក្នុងនោះប្រទេសកម្ពុជាយើងត្រង់រដ្ឋធម្មនុញ្ញមាត្រា43បានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះសូមពុទ្ធបរិស័ទទាំងឡាយតាមដានស្ដាប់នៅព្រះធម្មទេសនាដែលសម្ដែងដោយព្រះអង្គគ្រូមេតាប៉ាឡោឌុងចានីដោយតទៅនមថោរតនតយសាខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺគុណព្រះពុទ្ធរតនៈ1គុណព្រះធម្មរតនៈ1និងគុណព្រះសង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លានិងដោយសេចក្តីគោរពសពកាលសពវេលាទូលព្រះបង្គំសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈនមស្ការចំពោះព្រះមេគុណរាជធានីភ្នំពេញព្រះមេគុណខេត្តកោះកុងព្រះមេគុណក្រុងព្រះសីហនុព្រះមេគុណខេត្តកំពតព្រះមេគុណខេត្តកែបព្រះមេគុណខេត្តកំពង់ស្ពឺព្រះមេគុណខេត្តតាកែវព្រះមេគុណខេត្តសៀមរាបព្រះមេគុណខេត្តបន្ទាយមានជ័យដោយសេចក្តីគោរពថ្មភាពមេត្តាប៉ាឡោឌុងចានីសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមនៃអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រជាពុទ្ធបរិស័ទយុវជនយុវតីកុមារាកុមារីបងប្អូនប្រុសស្រីកម្មករកម្មការិនីជួនរួមជាតិរួមសាសនាទាំងអស់ដែលកំពុងតែបើកវិទ្យុស្ដាប់សូរសំឡេងព្រះធម៌នៅក្នុងគណៈពេលនេះនៅថ្ងៃនេះគឺជាថ្ងៃ9រោចរនោចខែចេសឆ្នាំវោកអត្តស័កពុទ្ធសករាជ2560ត្រូវនឹងថ្ងៃអង្គារទី28ខែមិថុនាឆ្នាំ2016ផោសាធវោហើយសាធុសាបរសិជនបងប្អូនប្រុសស្រីលោកយាយលោកតាផងទាំងឡាយនៅក្នុងគណៈពេលនេះខ្ញុំព្រះករុណាអាត្មាភាពមេត្តាប៉ាឡោឌុងចានីនឹងបានឱកាសដើម្បីរតនានៅព្រះធម៌របស់ព្រះបរមសាស្តាអាចារ្យជាអង្គម្ចាស់នៃយើងយកមកប្រកាសសម្ដែងថ្លែងជាបន្តទៅទៀតញាតិញោមស្ដាប់ពីម្សិលមិញថ្ងៃឧបោសថសិលស្ដាប់ពីប្រវត្តិរបស់រឿងនាងសុជាតានៅក្នុងខ្សែអត្ថទី17ខ្ញុំកណាបានសម្ដែងពីប្រវត្តិនាងសុជាតាដែលគាត់នឹងគឺជាឧបាសិកាម្នាក់ដ៏ឆ្នើមជាអ្នកដល់នៅសារណមុនគេនៅក្នុងព្រះសាសនាជាអ្នកដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃមុនគេនៅក្នុងព្រះសាសនាយើងនេះគឺឧបាសិកាសុជាតា
ម្សិលមិញដល់កន្លែងគាត់ចំអិនមធុបាយយ៉ាមានតាំងពីស្ដេចមហាព្រហ្មព្រះអិនស្ដេចចាតុលោកបាលចតុលោកបាលទាំង4នឹងក៏4អង្គមកថែរក្សាភ្លើងព្រះអិននឹងមករុញអស់ដាក់ភ្លើងហើយមហាព្រហ្មនឹងយកស្វេតឆ័ត្រមាសយកស្វេតឆ័ត្រនឹងមកបាំងថ្វាយសម្រាប់ឲ្យនាងសុជាតានឹងចំអិនមធុបាយយ៉ាតាំងពីឧបាសិកាឬទឹកដោះគោនឹងមកប៉ុនគោញាតិញោមទឹកដោះមេគោនឹងមកប៉ុនមេគោឲ្យបរិភោគស្លឹកឈើអែមនឹងហើយក៏ចម្រាញ់យកគោតែ8ក្បាលទេគោ8ក្បាលនឹងគឺបឹមបៅដោះមេគោ992មេគោអស់ចាញាតិញោមគោទាំង8ក្បាលហ្នឹងគឺបានបៅទឹកដោះរបស់មេគោចំនួន992មេគោយកមកចំអិនធ្វើមធុបាយយ៉ាដើម្បីនាងបន់បណននោះបើសិនជាខ្ញុំបានកូនប្រុសពិតមែនខ្ញុំនឹងមកលាបណននាងសុជាតានឹងក៏ធ្វើតាមកិច្ចសន្យារបស់ខ្លួនដែលនាងបានបត់ដោយបំណងសេចក្តីប្រាថ្នារបស់នាងសុជាតាមែនហើយនៅពេលព្រឹកឡើងក៏នាងប្រើពុណ្ណាទាស័យថ្ងៃ15កើតពេញបូរមីខែពិសាខនឹងប្រើនាងពុណ្ណាទាស័យឲ្យទៅបោះសម្អាតនៅក្រោមដើមជ្រៃឃើញព្រះបរមពោធិសត្វសម្គាល់ថាស្មានតទេបតាព្រះអង្គក៏បានទទួលយកនៅមធុបាយយ៉ាអំពីនាងសុជាតាពេលព្រឹកឡើងព្រះបរមពោធិសត្វពេលព្រឹកឡើងញាតិញោមព្រះបរមពោធិសត្វស្ដេចបានទៅប្រថាប់នៅទៀបគល់នៃដើមជ្រៃនោះធ្វើឲ្យបរិមណ្ឌលនៃដើមជ្រៃទាំងអស់ភ្លឺដោយរស្មីរបស់ព្រះអង្គទ្រង់ចេញទៅបួសនៅបច្ចុប្បន្ន29វស្សា29ឆ្នាំញាតិញោមគ្រាន់តែព្រះអង្គប្រព្រឹត្តខ្លួនព្រះអង្គទៅជាអត្តកលាមដ្ឋានយោគៈធ្វើខ្លួនឯងឲ្យជាទីលំបាអស់រយៈកាលចំនួន6ព្រះវស្សាព្រះវស្សាព្រះអង្គធ្វើទុក្ករកិរិយារហូតទៅដល់អត់អាហារប៉ុន្មានថ្ងៃនោះទ្រង់គិតថាការធ្វើយ៉ាងនេះមិនមែនជាការបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទេក៏ព្រះអង្គមកសោយអាហារជាធម្មតានៅបច្ចុប្បន្ន35វស្សាញាតិញោមបច្ចុប្បន្ន35វស្សាព្រះអង្គក៏យាងមកគង់នៅក្រោមដើមជ្រៃគល់នៃដើមជ្រៃនោះធ្វើឲ្យបរិមណ្ឌលនៃដើមជ្រៃទាំងអស់ភ្លឺដោយរស្មីរបស់ព្រះអង្គភ្លឺដោយរស្មីគ្រានោះនាងប៉ុណ្ណាទាស័យបានមកឃើញព្រះបរមពោធិសត្វប្រថាប់នៅទៀបគល់នៃដើមជ្រៃទ្រង់បែរព្រះភ័ក្ត្រទៅទិសខាងកើតទ្រង់ក្រឡេកឃើញដើមជ្រៃទាំងអស់មានពណ៌ដូចជាមាសដោយព្រះរស្មីដែលផ្សាយចេញពីព្រះវរកាយរបស់ព្រះបរមពោធិសត្វទើបនាងគិតថាអូណូថ្ងៃនេះទេវតារបស់យើងបានចុះចាកពីដើមជ្រៃមកអង្គុយរងចាំទទួលពលិកម្មដោយដៃរបស់ខ្លួនឯងទៅប្រញាប់ប្រញាល់ត្រឡប់ទៅជម្រាបដល់នាងសុជាតាថាបបិទ្ធព្រះនាងម្ចាស់ទេវតាបានប្រថាប់នៅត្រង់គល់នៃដើមជ្រៃនោះហើយនាងសុជាតាបានស្ដាប់ឮពាក្យពោលប្រាប់របស់នាងប៉ុណ្ណាទាស័យក៏សប្បាយចិត្តទៅពោលថាណែនាងប៉ុណ្ណាបើនាងនិយាយនេះជាការពិតមែននាងនឹងរួចផុតពីភាពជាទាស័យ
បើនាងនិយាយថាមានទេវតាមែនយើងឈប់ឲ្យនាងធ្វើជាអ្នកបម្រើទៀតរួចផុតពីភាពជាទាស័យឈប់ឲ្យនាងធ្វើជាអ្នកបម្រើសុជាតានិយាយសបាយចិត្តយើងនឹងតាំងនាងនៅក្នុងឋានៈជាធីតាច្បងរបស់យើងចាប់ពីថ្ងៃនេះតទៅថាហើយនាងសុជាតាក៏បានឲ្យគ្រឿងស្អិតស្អាងខ្លួនគ្រប់យ៉ាងតាមសមគួរដល់ធីតាហើយនាងសុជាតាក៏បានដួសមេធុបាយយ៉ាដាក់នៅក្នុងភាជនៈមាសគឺថាសមាសដែលមានតម្លៃ100,000 កហបណៈថ្លៃញាតិញោមថាសមាសនឹងតម្លៃ100,000 កហបណៈច្រើនជាង$100,000ទៀតគ្រាន់តែថាសមាសនឹងបើទៅបយកភាជនៈមាស100,000បិទជាគម្របទៅបយកភាជនៈមាសមួយទៀតបិទជាគម្របរួចក៏បានយកសម្ពុតសវិចភាជនៈមាសដាក់មេធុបាយយ៉ាព្រមទាំងនាំយកកំរងផ្កានិងគ្រឿងក្រអូបទៅផងដែរចំណែកនាងប៉ុណ្ណាទាស័យកាលបើស្អិតស្អាងខ្លួនដោយគ្រឿងប្រដាប់គ្រប់យ៉ាងរួចហើយក៏បានលើកភាជនៈមេធុបាយយ៉ាឡើងដាក់ទូលលើក្បាលរបស់ខ្លួនហើយដើរសម្ដៅទៅកាន់ដើមជ្រៃនោះលុះនាងបានឃើញព្រះបរមពោធិសត្វក៏កើតបិតិសោមនស្សយ៉ាងខ្លាំងក្លាឡើងមកមួយរំពេញដោយយល់ថាជារុក្ខទេវតាតាំងអំពីនាងសុជាតាបានឃើញព្រះមហាបរោះហើយគាត់ក៏បានបន្ទន់កាយចូលទៅបានលើកភាជនៈមាសដាក់ចុះពីលើក្បាលរបស់នាងប៉ុណ្ណាទាស័យស្រាយសម្ពុតសដែលវេចចេញនឹងកាន់ឃ្លោកទឹកញាតិញោមកាន់ឃ្លោកទឹកដែលអបទៅដោយផ្កាក្រអូបងអោនចូលទៅថ្វាយព្រះមហាបរោះថែមទាំងថ្វាយភាជនៈមេធុបាយយ៉ាទៅលើព្រះហស្ថរបស់ព្រះមហាបរោះនាងថ្វាយបង្គំហើយក៏ពោលថាខ្ញុំម្ចាស់បានលះបង់ភាជមាសនេះដល់លោកសូមលោកកាន់យកតាមការពេញចិត្តការប្រាថ្នានៃខ្ញុំរបស់ខ្ញុំសូមឲ្យបានសម្រេចហើយយ៉ាងណាសូមសេចក្តីប្រាថ្នារបស់លោកចូលសម្រេចដូច្នោះដែរសេចក្តីប្រាថ្នារបស់ខ្ញុំយ៉ាងណាក៏ចូលសម្រេចយ៉ាងនោះនាងសុជាតាអត់ស្គាល់ស្មានតទេវតាអត់ស្គាល់ព្រះបរមពោធិសត្វព្រះអង្គពុំតាន់ត្រាស់ដឹងជាព្រះពុទ្ធនឹងក៏មានព្រះនាមថាសិទ្ធត្ថកុមារអត់តាន់ត្រាស់ដឹងទេមុនមិនតាន់ត្រាស់ដឹងជាព្រះពុទ្ធទទួលចង្ហាន់នាងសុជាតានៅពេលព្រឹកព្រៀងស្វាងរស្មីព្រះសូរិយានៅថ្ងៃ15កើតពេញបូរមីខែពិសាខនឹងនៅថ្ងៃពុធក៏នាងសុជាតាពោលដូច្នោះហើយក៏ដើរជិះចេញទៅស្មានទៅទេវតាពួកឃើញខ្លួនឯងនាងបានកូនដូចបំណងបានកូនប្រុសដូចបំណងក៏យកមេធុបាយយ៉ានឹងទៅលាបំណន់គេហៅលាបំណន់ទេវតាស័ក្តិសិទ្ធិការលះបង់ភាជនៈមាសដែលមានតម្លៃ100,000 កហបណៈរបស់នាងសុជាតាដោយនាងមិនមានការអាល័យដូចជាបុគ្គលចោលនៅភាជនៈដីចាស់ទៅក៏ដូច្នោះព្រះមហាបរោះស្ដេចយាងក្រោកពីទីប្រថាប់ទ្រង់កាន់ភាជនៈមេធុបាយយ៉ាស្ដេចយាងទៅកាន់ស្ទេស្ដេចយាងទៅកាន់ឆ្នេរព្រះអង្គយាងទៅកាន់ឆ្នេរស្ទឹងនេរញ្ជរាទ្រង់ក៏បានដាក់ភាជនៈមាសមេធុបាយយ៉ាដែលមានតម្លៃ100,000 កហបណៈរួមជាមួយនឹងបាយយ៉ាដ៏មានរសជាតិឆ្ងាញ់ដែលពពួកមហាព្រហ្មព
ពួកដែលពពួកមហាព្រំប្រអិនស្ដេចចតុលោកបាលរួមទាំងទេវតាទាំង 10000 លោកធាតុមកដាក់ឲ្យជារស់ដ៏ជាទិព្វនៅក្នុងមធុបាយ័សនោះដែលនាងសុជាតាចំអិនព្រះអង្គបានដាក់ភាជនៈមធុបាយ័សទុកក្បែរច្រាំងស្ទឹងនៃរញ្ជរាហើយស្ដេចចុះទៅស្រង់ទឹកត្រង់កំពង់ទឹកកាលស្ដេចទ្រង់ស្រង់ទឹករួចហើយក៏ស្ដេចយាងត្រឡប់ឡើងមកវិញទ្រង់ក៏បានពូតពំនូតមធុបាយ័សជា49ពំនូតព្រះអង្គយកមធុបាយ័សនឹងពូតជា49ពំនូតញាតិញោមមួយពំនូតប្រមាណពិនក្របថ្នោតប្រមាណពុនក្របផ្លែថ្នោតហើយសោយមធុបាយ័សនោះព្រះអង្គពូតចំនួន49ពំនូតតំណាងឲ្យព្រះអង្គអត់សោយអាហារចំនួន49ថ្ងៃព្រះអង្គអត់សោយអាហារចំនួន49ថ្ងៃញាតិញោមពេលដែលធ្វើទុក្ករកិរិយាទៅជាស្គាំងស្គមទៅជាដួលសន្លប់លើមហាព្រឹទ្ធពីកាលនោះទេវតាខ្លះថាព្រះអង្គស្លាប់ហើយទេវតាខ្លះទៀតថាព្រះអង្គពុំទាន់ស្លាប់ទេទេវតាដែលថាព្រះអង្គសោយព្រះទីវង្គតក៏ហោះទៅប្រាប់ដល់នាងសិរិមហាមាយាទេវីនៅឯឋានដុសិតមហាមាយាដែលត្រូវជាប្រមាទដែរទៅកើតនៅឋានដុសិតយំសោកចុះមកយំសោកប្រុសពុនលោកមាសម្ដាយអើយកូនអើយអ្នកស្គមអ្វីម្លេះណាបើកភក្ត្រាមើលម្ដាយមកព្រះអង្គឆ្លើយតបថាព្រះអង្គពុំទាន់សោយព្រះទីវង្គតទេទូលព្រះបង្គំពុំទាន់ស្លាប់ទេណាម្ចាស់ហើយហេតុនេះសូមអ្នកស្រាកទុកស្បើយព្រះមេដាត្រឡប់ទៅកាន់ឋានតាវតឹងឋានដុសិតវិញចោះទូលព្រះបង្គំមិនស្លាប់ទេនឹងក៏ក្នុងកាលនោះឃើញប្រអិននឹងមកដេញពិនខ្សែតឹងពេកវាដាច់ដល់ទៅពេលដេញទៅដាក់ខ្សែធូរពេកអត់ព្រោះពិននឹងដល់តែដាក់ខ្សែល្មមទៅក៏ព្រោះសំលេងពិនក៏ព្រះអង្គយកលំនាំអាត្មាអញធ្វើតឹងពេកនាំឲ្យអាត្មាអញពុំបានត្រាស់ដឹងជាព្រះពុទ្ធអត់សោយអាហារចំនួន49ថ្ងៃវាតឹងពេកបើបដិបត្តិធូរពេកដូចជាពិនវាអត់ពីរោះបដិបត្តិធូរពេកក៏មិនល្អដូច្នេះអាត្មាអញគួរតែដើរទៅតាមមជ្ឈមាបដិបទាគឺផ្លូវកណ្ដាលក៏ព្រះអង្គសោយអាហារជាធម្មតាវិញទៅសោយអាហារជាធម្មតាវិញបដិបត្តិទៅតាមមជ្ឈមាបដិបទាផ្លូវប្រណិប័តជាកណ្ដាលព្រះអង្គបដិបត្តិជាកណ្ដាលសោយអាហារនឹង49ពំនូតនៅពេលព្រះអង្គសោយមធុបាយ័សនោះរួចជាស្រេចហើយទើបទ្រង់បណ្ដែតភាជនៈមាសចុះទៅក្នុងស្ទឹងនៃរញ្ជរាដោយទ្រង់បដិញ្ញាថាបើអាត្មាអញបានត្រាស់ដឹងជាព្រះពុទ្ធនៅក្នុងថ្ងៃនេះមែនសូមឲ្យភាជនៈមាសនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកចុចទៅចុះប្រសិនបើអាត្មាអញមិនបានត្រាស់ដឹងជាព្រះពុទ្ធនៅក្នុងថ្ងៃនេះទេសូមឲ្យភាជមាសនេះអណ្ដែតតាមខ្សែទឹកទៅតាមធម្មតាចុះអស្ចារ្យញាតិញោមហើយនៅក្នុងកាលនោះភាជនៈមាសក៏បានអណ្ដែតច្រាស់ខ្សែទឹកមែនដាក់មាសតម្លៃ100,000កហបណៈនឹងដាក់ចូលទៅក្នុងស្ទឹងនៃរញ្ជរាទៅក៏ទឹកកំពុងតែហូរញាតិញោមហើយបែរជាថាសមាសនឹងអណ្ដែតបច្រាស់ទឹកឡើងទៅលើវិញអណ្ដែតបច្រាស់ទឹកយ៉ាងលឿនដូចជាសេះដ៏មានកម្លាំងលបឿនជើងយ៉ាងរហ័សហើយលិចចុះទៅក្នុងទីកន្លែងមួយធ្លាក់ចុះរហូតទៅដល់ទីលំនៅរបស់ស្ដេចនាគឈ្មោះកាលៈគុជក្រិនកាលនាគញាតិញោមថាសនឹងដែលលិច
លេចរហូតដល់ឋានភជុងនីឈ្មោះកាលនីភាជាអ្នកដែលព្រះមហាបរោះទ្រង់បណ្ដែតទៅក៏បានលេចចុះទៅពីខាងលើក្រោមភាជាអ្នករបស់ព្រះពុទ្ធបានលេចចុះទៅពីក្រោមភាជាអ្នករបស់ព្រះពុទ្ធ3ព្រះអង្គព្រះពុទ្ធមុននឹងកកុសន្ធោកោណាកមនោ កាសបោសិតតែមានថាសមាសទាំង3ដល់ពេលថាសព្រះអង្គមួយទៀតក៏លេចចូលពីក្រោមធ្លាក់ចូលពីក្រោមនឹងឮសូរសំឡេងលន់សូរក្រឹកក្រឹកសំឡេងញាតិញោមប៉ះគ្នាគ្រានោះស្ដេចកាលនីបានឮសំឡេងភាជាអ្នកមកប៉ះទង្គិចគ្នាក៏ភ្ញាក់ពីដេកបានត្រាស់ថាហេកាលពីម្សិលមិញនេះមានព្រះពុទ្ធត្រាស់ដឹងមួយព្រះអង្គហើយឥឡូវនេះមានព្រះពុទ្ធត្រាស់ដឹងមួយព្រះអង្គទៀតអាយុនាគវែងណាស់ញាតិញោមព្រះពុទ្ធត្រាស់ដឹងមួយព្រះអង្គនឹងរាប់លានឆ្នាំតម្រាំតែព្រះពុទ្ធបានត្រាស់មួយព្រះអង្គរាប់កោដឆ្នាំមើលស្ដេចកាលនីនឹងថាមកផ្លេតម្សិលមិញអាយុវែងណាស់នៅក្នុងពិភពនេះនឹងរឿងមានពិតប្រកបរឿងនាគរាជអីហ្នឹងបងបានម្សិលមិញត្រាស់ដឹងមកព្រះអង្គថ្ងៃនេះមានព្រះពុទ្ធត្រាស់ដឹងមួយព្រះអង្គទៀតហើយស្ដេចនាគក៏បានទៅកាន់ទីកន្លែងប្រទេសឋានភាជាអ្នកមាសថែមទាំងពោលសរសើរព្រះគុណព្រះពុទ្ធដោយសុន្ទរគាថា100បទតសើគុណព្រះអង្គអស្ចារ្យណាស់ណឥឡូវត្រាស់ដឹងមួយព្រះអង្គដោយគាថា100បទសុន្ទរគាថានឹងសូមនាំព្រះពុទ្ធគុណរបស់ព្រះពុទ្ធអង្គ100បទដែលមានសម្ដែងនៅក្នុងបាលីគម្ពីរមជ្ឈិមនិកាយមជ្ឈិមបណាសកៈនៅក្នុងឧបាលិវាទសូត្រពោលដោយឧបាលិកហបតីប្រកាសខ្លួនជាសាវកដូចមានសេចក្តីថាកាលដែលនិគន្ធនាតបុត្រពោលយ៉ាងនេះហើយឧបាលិកហបតីក៏ក្រោកចាអាសនៈធ្វើសម្ពុតឈៀងស្មើម្ខាងប្រណមអញ្ជលីឆ្ពោះទៅរកព្រះដ៏មានព្រះភាពួកនិគន្ធនាតបុត្រនឹងពោលជាមួយព្រះពោលជាមួយឧបាលិកហបតីហើយនិយាយដូចឆ្នេះនឹងនិគន្ធនាតបុត្រថាបពិតលោកដ៏ចម្រើនបើដូច្នោះលោកចូលស្ដាប់ខ្ញុំជាសាវករបស់ព្រះសាស្តាដែលមានប្រាជ្ញាខ្ជាប់ខ្ជួនមានមោហៈទៅប្រះហើយមានបង្គោលបាក់បែកហើយមានឈ្នះមាហើយបានឈ្នះមាហើយសំដៅយកមជ្ឈុមាកិលេសមាទេវបុត្រមាមជ្ឈុមានឹងគឺសេចក្តីស្លាប់កិលេសមាគឺកិលេសលោភៈទោសៈមោហៈទេវបុត្រមានឹងទេវបុត្រនឹងមិនអាចបៀតបៀនបានទេហើយឥតមានសេចក្តីទុក្ខសំដៅយកកិលេសទុក្ខនិងវិបាកទុក្ខពេលដែលបរិនិព្វានទៅអត់មានកិលេសទុក្ខវិបាកទុក្ខមានប្រតិស្មារល្អមានសិលដ៏ចម្រើនបានប្រាជ្ញាល្អបានឆ្លងនៅវិសមធម៌សំដៅយករាគាទីកិលេសប្រាសចាកមន្ទិលព្រះអង្គឥតមានសេចក្តីសង្ស័យមានប្រតិស្រស់ស្រាយមានអាមិសនៅក្នុងលោកខ្ជាប់មានអាមិសនៅក្នុងលោកខ្ជាក់ចោលហើយព្រះអង្គអត់ជាប់ចម្ពាក់រឿងលុយកៈរឿងអាមិសពោលគឺបច្ច័យ4ទេចៃវរៈបិណ្ឌបាតសេនាសនៈកិលេនភេសជ្ជៈព្រះអង្គខ្ជាក់ចោលហើយមានប្រតិរីករាយមានសាមណធម៌ធ្វើស្រេចហើយជាមនុស្សមានសរីរៈតាំងនៅក្នុងទីបំផុតជានរជាតិជាជាតិដ៏ប្រសើររោគបុគ្គលណាប្រៀបគ្មានប្រះចាកធូលីគឺកិលេសឥតមានសេចក្តីសង្ស័យជាអ្នកឆ្លៀសវៃព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកដឹកនាំសត្វជាសារថីដ៏ប្រសើរជាបុគ្គលដ៏ប្រសើររោគអ្នកណាស្មើគ្មានមានធម៌ដ៏រុងរឿងឥតមានកង្ខាពោលគឺសេចក្តីសង្ស័យ
ជាអ្នកធ្វើពន្លឺផ្ដាច់បងនៅមានអ្នកហើយព្រះអង្គមានសេចក្តីព្យាយាមព្រះអង្គប្រសើរមានគុណធម៌ប្រមាណមិនបានប្រកបតែដោយគុណដ៏ជ្រាលជ្រៅដល់នៅសេចក្តីដឹងធ្វើនៅសេចក្តីក្សែមប្រកបដោយប្រាជ្ញាទ្រង់ស្ថិតនៅក្នុងធម៌ទ្រង់សង្រួមដោយប្រពៃទ្រង់កន្លងបងនៅកិលេសជាគ្រឿងជាប់នៅទ្រង់រួចចាកគ្រឿងសៅមងព្រះអង្គប្រសើរទ្រង់មានសេនាសនៈដ៏ស្ងាត់មានសង្យោជនៈពោលគឺការដេកត្រាំនឹងអស់ទៅហើយព្រះអង្គមានប្រតិយរួចស្រឡះចាកកិលេសមានប្រាជ្ញាជាគ្រឿងប្រឹក្សាទ្រង់ប្រកបព្រមដោយសេចក្តីដឹងមានទួងគឺមានអ្នកដាក់ចុះហើយប្រះចាករាគៈហើយទ្រង់ទូមានឥន្ទ្រីហើយមិនមានធម៌ជាគ្រឿងធ្វើសត្វឲ្យយឺតយូរព្រះអង្គជាឥសីទី7ហៅបានថាជាឥសីព្រោះព្រះអង្គស្វែងរកគុណធម៌រាប់តាំងពីព្រះពុទ្ធវិបស្សីមកជាគម្រប់7នឹងព្រះអង្គមិនកុហកមានត្រៃវិជ្ជាសត្វដ៏ប្រសើរទ្រង់លាងកិលេសអស់ហើយឆ្លៀសវៃនៅក្នុងបទគាថាទ្រង់រងាប់សេចក្តីក្រវល់ក្រវាយហើយព្រះសម្មាសម្ពុទ្ធមានសេចក្តីដឹងដ៏វិសេសទ្រង់ប្រទានធម៌មុនជនទាំងពួងដ៏អង្អាចព្រះអង្គជាអរិយៈមានប្រតិយចម្រើនហើយដល់នៅគុណដែលគួរដល់ទ្រង់សម្ដែងនៅសេចក្តីជាក់ច្បាស់ទ្រង់មានព្រះស្មារតីទ្រង់មាននៅប្រាជ្ញាជាគ្រឿងឃើញច្បាស់មានប្រតិយមិនបានទួនទៅព្រះអង្គមានប្រតិយមិនប្រព្រឹត្តទៅក្នុងកិលេសមានប្រតិយមិនញាប់ញ័រទ្រង់ដល់នៅការស្ទាត់ព្រះអង្គជាអ្នកប្រព្រឹត្តដោយប្រពៃជាអ្នកមានឈានមានព្រះសន្តានមិនប្រព្រឹត្តទៅតាមកិលេសមានប្រតិយស្អាតព្រះអង្គឥតជាប់ជំពាក់ឥតមានសេចក្តីខ្លាចមានកាយនិងចិត្តស្ងាត់ហើយដល់នៅភាវៈជាបុគ្គលដ៏ប្រសើរជាអ្នកឆ្លងចាកលោកជាអ្នកចម្លងសត្វព្រះសម្មាសម្ពុទ្ធព្រះអង្គមានប្រតិយស្ងប់រងាប់ហើយមានប្រាជ្ញាដូចជាផែនដីមានប្រាជ្ញាច្រើនប្រះចាកលោភៈហើយព្រះអង្គមានដំណើរដូចជាព្រះសម្មាសម្ពុទ្ធអំពីបុរាណទ្រង់មានដំណើរល្អឥតមានបុគ្គលណាប្រៀបឥតមានអ្នកណាស្មើជាអ្នកឃ្លាវខ្លាមានប្រាជ្ញាល្អិតទ្រង់ផ្ដាច់ហើយនៅតណ្ហាហើយទ្រង់ត្រាស់ដឹងនៅសច្ចធម៌ទ្រង់ប្រះចាកផ្សែងសំដៅយកកោដ្ឋៈនេះគឺជាផ្សែងសេចក្តីក្រោធតណ្ហាសេចក្តីប្រាថ្នាវិតកៈការត្រេះរិះមានកាមវិតកៈការត្រេះរិះនៅក្នុងកាមអកុសលវិតកៈការត្រេះរិះនៅក្នុងអកុសលព្រះអង្គអត់ជាប់ជំពាក់ទៅលើបញ្ចកាមគុណទាំងឡាយ5ប្រការមានរូបសម្លេងក្លិនរសសម្ផស្សផោតថពៈមិនប្រឡាក់ដោយតណ្ហានិងទិដ្ឋិគួរទទួលគ្រឿងបូជាព្រះអង្គជាយៈបានជាឈ្មោះថាយៈព្រោះអាចសម្ដែងនៅអានុភាពបានឬអាចសម្ដែងប្រកាយមិនឲ្យគេមើលឃើញបានព្រះអង្គប្រៀបដូចជាព្រះគុណរបស់ព្រះនឹងគឺដូចជាយៈព្រះអង្គអាចសម្ដែងកាយរបស់ព្រះអង្គនឹងមិនឲ្យគេឃើញក៏បានជាបុគ្គលដ៏ឧត្តមឥតមានអ្នកណាថ្លឹងបានព្រះអង្គជាធំដល់នៅយសដ៏ប្រសើរដល់នៅភាពដ៏ប្រសើរដោយព្រះកិត្តគុណនេះមានសម្ដែងនៅក្នុងគម្ពីរបឋមសម្ពោធិកថាដូចមានសេចក្តីថាចំណែកព្រះមហាបរោះទូលឃើញព្រះសុភនិមិត្តដូចនេះក៏ទ្រង់យល់ប្រតិយថាយើងនឹងបានត្រាស់ដឹងជាព្រះពុទ្ធដោយឥតមានការសង្ស័យព្រះអង្គឃើញញាតិញោមឃើញពេលទ្រង់
មុននឹងបោះថាសមាសហ្នឹងក៏បានប្រកាន់ខ្ជាប់ថាបើថាសមាសហ្នឹងអណ្ដែតបញ្ច្រាស់ទឹកអាត្មាអញប្រកាសជាបានត្រាស់ដឹងជាព្រះពុទ្ធនៅក្នុងថ្ងៃហ្នឹងតែបើអត់បានត្រាស់ដឹងជាព្រះពុទ្ធទេសូមឲ្យថាសមាសហ្នឹងអណ្ដែតតាមខ្សែទឹកទៅចុះបើអត់បានត្រាស់ដឹងជាព្រះពុទ្ធគណៈទានជាបន្តទៀតព្រះអង្គបានឃើញនៅនិមិត្តឃើញថាសមាសអណ្ដែតបច្រាស់ទឹកហើយក៏ទ្រង់យល់នៅក្នុងប្រតិថាអាត្មាអញនឹងបានត្រាស់ដឹងជាព្រះពុទ្ធដោយឥតមានសេចក្តីសង្ស័យទ្រង់ក៏កើតសោមនស្សព្រះអង្គសប្បាយរីករាយណាស់ញាតិញោមសប្បាយរីករាយទៅស្ដេចនិវត្តន៍ត្រឡប់ទៅប្រថាប់សម្រាកពេលថ្ងៃនៅក្នុងព្រៃសាលដែលមានផ្កាសាលព្រឹករីកស្គុះស្គាយនៅក្បែរស្ទឹងនេរញ្ជរាលុះដល់វេលាសាយនហសម័យគឺសម័យពេលល្ងាចព្រះមហាបុរសទើបស្ដេចចេញចាកព្រៃសាលវ័នទ្រង់បានយាងសម្ដៅទៅកាន់ព្រៃស្រីមហាពោធិព្រឹក្សព្រះអង្គយាងទៅកាន់ដើមពោធិព្រឹក្សស្រីមហាពោធិព្រឹក្សប៉ុន្តែនៅក្នុងរវាងផ្លូវស្ដេចយាងទៅនោះក៏បានជួបសោថយព្រាហ្មណ៍គឺព្រាហ្មណ៍ម្នាក់នឹងឈ្មោះថាសោថយៈបានជួបជាមួយនឹងសោថយព្រាហ្មណ៍ពេលព្រះអង្គយាងពីព្រៃសាលវ័នទៅដល់ដើមមហាពោធិព្រឹក្សបានជួបសោថយព្រាហ្មណ៍ហើយព្រាហ្មណ៍នោះក៏បានថ្វាយនៅស្បូវភ្លៀង8ក្តាប់ដល់ព្រះមហាបុរសឃើញព្រះមហាបុរសក៏សប្បាយប្រគេនស្បូវភ្លៀងថ្វាយស្បូវភ្លៀងដល់ព្រះមហាបុរស8ក្តាប់ពេលព្រះមហាបុរសស្ដេចកាន់នៅស្បូវភ្លៀងទាំង8ក្តាប់នោះហើយស្ដេចយាងសម្ដៅទៅកាន់ដើមស្រីមហាពោធិព្រឹក្សហើយទ្រង់ប្រកាសហើយទ្រង់ក្រាលនៅស្បូវភ្លៀងទាំង8ក្តាប់នោះនៅខាងក្រោមដើមស្រីមហាពោធិព្រឹក្សរួចក៏ទ្រង់គង់ប្រថាប់នៅលើស្បូវភ្លៀងទាំង8ក្តាប់នោះព្រះអង្គញាតិញោមដោយទ្រង់បែរព្រះភ័ក្ត្រទៅកាន់ទិសបូព៌ាទៅកាន់ទិសបូគឺទិសខាងកើតព្រះអង្គបែរព្រះភ័ក្ត្រទៅកាន់ទិសបូគឺទិសខាងកើតដោយព្រះមហាបុរសតាំងព្រះទ័យយ៉ាងមុតមមដាច់ខាតថាទោះបីជាយើងនឹងនៅសល់តែស្បែកសរសៃនិងឆ្អឹងចំណែកឈាមនិងសាច់ទាំងអស់នៃរាងកាយចូលឲ្យហួចហែងទៅក៏ដោយនិងហួចហែងទៅក៏ដោយប្រសិនបើយើងមិនបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណដរាបណាយើងមិនទំលាយនៅភ្នែននេះជាដរាបបើយើងអត់បានត្រាស់ដឹងជាពុទ្ធយើងនឹងមិនទំលាយនៅភ្នែនទេអង្គុយព្រះអង្គប្រថាប់លើស្បូវភ្លៀងទាំង8ក្តាប់បែរប្រភ័ក្ត្រទៅខាងទិសខាងកើតសូមឲ្យស្បែកសរសៃនិងឆ្អឹងសាច់ឈាមទាំងអស់នៃរាងកាយនឹងហួតហែងទៅបើអត់បានត្រាស់ដឹងជាព្រះពុទ្ធនៅក្នុងថ្ងៃនឹងទេកាលព្រះមហាបុរសទ្រង់បំពេញសមាធិចិត្តនៅក្នុងយប់នោះឯងក៏ទ្រង់បានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណមែនកាលបើទ្រង់បានសម្រេចត្រាស់ដឹងជាព្រះពុទ្ធហើយទ្រង់ក៏បានគង់ប្រថាប់នៅពោធិមណ្ឌលអស់7សប្តាហ៍ទ្រង់គង់នៅកន្លែងត្រាស់ដឹងចិត្តនឹងអស់7សប្តាហ៍ពោមួយសប្តាហ៍7ថ្ងៃ
7សប្តាហ៍7គុណនឹង7ប្រមាណថ្ងៃញាតិញោមពោ7សប្តាហ៍ថែមទាំងទ្រង់បានទៅប្រកាសសម្ដែងព្រះធម្មចក្រកបវត្តនសូត្រប្រោះទៅដល់បញ្ចវគិនៅឯព្រៃអិសិបតនមិគទាយវ័នរហូតដល់ទ្រង់បានសម្លឹងឃើញឧបនិស្ស័យរបស់យសកលបុត្រឃើញឧបនិស្ស័យរបស់យសកលបុត្រញាតិញោមឃើញយសកលបុត្រនឹងជាកូនរបស់នាងសុជាតាជាកូនរបស់នាងសុជាតាដែលនាងយកមេធុបាយ័សទៅលាបំណន់ណាក៏ទៅស្ដេចទៅប្រថាប់នៅទៀបគល់ឈើមួយដើមដែលនៅក្នុងព្រៃអិសិបតនមិគទាយវ័ននៅក្បែរក្រុងពរាណសីចំណែកយសកលបុត្រកាលបើបានឃើញពួកស្រីដែលជាអ្នកបម្រើដេកលក់ដោយអ្នកខ្លះដេកហាមាត់អ្នកខ្លះដេកស្រមុកខុលខុលអ្នកខ្លះដេកសម្ពុតអាក្រាតប៉ើងសម្ពុតឡើងលើសគាថ្មិញគួរឲ្យសង្វេគតក់ស្លុតក៏យសកលបុត្របានពោលឡើងថាអោណទីនេះច្របោកច្របល់ណាស់តើណទីនេះចំពាក់វៈវិនណាស់តើវេលានេះជាវេលាចិត្តភ្លឺព្រះដ៏មានព្រះភិក្ខទ្រង់កំពុងតែចង្ក្រមនៅក្នុងទីវាលទ្រង់បានទតឃើញយសកលបុត្រដើរមកអំពីចម្ងាយលុះព្រះអង្គបានឃើញហើយក៏ស្ដេចយាងចេញអំពីទីចង្ក្រមទៅគង់លើអាសនៈយសកលបុត្រមានប្រពន្ធមានអីទៅប៉ុឃើញស្រីស្នំក្រមការអ្នកអំរើដេកសមុកខុលខុលហៀទឹកមាត់ស្រីស្អាតយ៉ាងណាយប់ឡើងដេកសមុកប៉ើងសពុតប៉ើងអីចឹងទៅក៏សង្វេគជាពិសេសសមុកខុលខុលជាគាថ្មិញពោយសកលបុត្រឃើញក៏សង្វេគគ្រានោះយសកលបុត្របានបន្លឺនៅឧទានវាចានៅក្នុងទីចិត្តព្រះសម្មាសម្ពុទ្ធថាអោណទីនេះច្របោកច្របល់ណាស់តើណអោណទីនេះជាប់ចំពាក់វៈវិនណាស់តើដើរពោលតែពីរម៉ាត់នឹងច្របោកច្របល់ចំពាក់វៈវិនពោលពីមុខព្រះចឹងគ្រានោះញាតិញោមហើយព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធដីកានេះនឹងយសកលបុត្រថាណែយសកលបុត្រទីនេះឯងមិនច្របោកច្របល់ទីនេះឯងមិនចំពាក់វៈវិនទេណែយសៈមកនេះមកអង្គុយឯនេះតថាគតនឹងសម្ដែងធម៌ឲ្យដល់អ្នកស្ដាប់ពួកដើរយប់ឡើងដូចមនុស្សយសកលបុត្រនឹងពោលតែពីរហ្នឹងកន្លែងចពាក់វៈវិនកន្លែងចបោកចបល់ព្រោះឃើញស្រីអ្នកអំរើអីហ្នឹងដេកចគាថ្មិញយប់ឡើងហ្នឹងប៉ើងអាក្រាតកាយគូឲ្យសង្វេគចគាថ្មិញសមុកខុលខុលដូចគូឲ្យសង្វេគយសកលបុត្រហ្នឹងសង្វេគតក់ស្លុតបើបានព្រះអង្គមានព្រះពុទ្ធដីកាថាណៃយសកលបុត្រទីនេះមិនច្បោកច្បល់ទេទីនេះមិនចំពាក់វៈវិនទេគ្រានោះយសកលបុត្របានស្ដាប់ធម្មកថាដែលហៅថាអនុពពីកថាគឺព្រះអង្គទ្រង់សម្ដែងអំពីទានកថាសម្ដែងអំពីទានសីលកថាព្រះអង្គសម្ដែងអំពីអានិសង្សនៃការរក្សាសិលកាមានិសង្សកថាសម្ដែងពីអានិសង្សនៃការចេញចាកកាមសម្ដែងអំពីទោសនៃកាមព្រះអង្គសម្ដែងអំពីនេខមានិសង្សកថាទ្រង់សម្ដែងពីការអានិសង្សនៃការចេញបួសដែលមាន7ប្រការនិងអរិយសច្ចចធម៌4ប្រការឬហៅម្យ៉ាងទៀតថាហៅម្យ៉ាងទៀតញាតិញោមសមុគង្គសិកធរបើសមុគង្គិសសិកធរអរិយសច្ចធម៌4ប្រការបើអរិយសច្ចធម៌ទាំងឡាយ4ប្រការ
ក៏បានចាក់ធ្លុះនៅមគ្គនិងផលជាលំដាប់បានចាក់ធ្លុះនៅមគ្គនិងផលលំដាប់ទី3បាននៅអនាគាញាតិញោមពោលំដាប់ទី3ក្នុងថ្ងៃដែលព្រះយសកុលបុត្ររត់ចេញពីផ្ទះឃើញស្រីស្នំក្រមការដេកសមុកខុលរត់ចេញពីផ្ទះបើរត់ចេញពីផ្ទះពេលយប់ក៏បានទៅជួបនឹងព្រះសម្មាសម្ពុទ្ធជាហេតុដឹកនាំឲ្យមេដាបិតាគឺនាងសុជាតានិងបិតាគឺលោកសេដ្ឋីថែមទាំងភរិយាចាស់របស់លោកឲ្យបានជួបនៅពន្លឺនៃព្រះធម៌ក្រៅអំពីមានរឿងពោលទុកនៅក្នុងអដ្ឋកថាមនោរដ្ឋពរណីនិងនៅក្នុងគម្ពីរបឋមសម្ពោធិកថាហើយនោះក៏មានសម្ដែងទុកនៅក្នុងព្រះបាលីគម្ពីរមហាវគ្គព្រះវិន័យបិដកនៃមហាខន្តកថាសម័យនោះឯងញាតិញោមជាឧបសម្បទារបស់យសកុលបុត្រដ៏មានអាយុនោះព្រឹកឡើងព្រះយសថែបានតាមព្រះដ៏មានព្រះភិក្ខពេលដែលស្ដាប់ធម៌ទៅក៏ជ្រះថ្លាបានតាមព្រះដ៏មានព្រះភិក្ខជាបច្ឆាសាមណៈទៅផ្ទះរបស់លោកសេដ្ឋីសូមព្រះអង្គបួសហើយស្ដាប់ធម៌ជ្រះថ្លាទៅសូមព្រះអង្គបួសកាលព្រះសម្មាសម្ពុទ្ធស្ដេចយាងទៅដល់ផ្ទះរបស់លោកសេដ្ឋីហើយទ្រង់សម្ដែងអនុពពីកថាទាំងឡាយ5ប្រការទី1ព្រះអង្គទ្រង់សម្ដែងពីទានកថាពោលអំពីទានទី2សីលកថាការពោលអំពីសិលទី3សាកកថាការពោលអំពីទៅកើតឋានសួគ៌ទី4ព្រះអង្គទ្រង់អតិនវកថាទ្រង់សម្ដែងពីទោសនៃកាមទី5នេខមានិសង្សកថាព្រះអង្គទ្រង់សម្ដែងអានិសង្សនៃការចេញទៅបួសហើយក៏ព្រះអង្គទ្រង់ប្រកាសនៅអរិយសច្ចធម៌ទាំងឡាយ4ប្រការមានទុក្ខសច្ចៈសភាវៈជាទុក្ខសមុទយសច្ចៈហេតុដែលនាំឲ្យកើតទុក្ខនិរោធសច្ចៈសេចក្តីរលត់ទុក្ខតលតែរលត់តណ្ហាទី4នឹងមគ្គសច្ចៈព្រះអង្គទ្រង់សម្ដែងផ្លូវដើម្បីប្រតិបត្តិរំលត់នៅទុក្ខតើយើងបដិបត្តិយ៉ាងណាសម្ដែងឲ្យដល់មេដានិងភរិយាចាស់របស់ព្រះយសថែព្រះយសនឹងមានប្រពន្ធបើទៅបួសមានប្រពន្ធនឹងទៅបួសក្នុងពុទ្ធសាសនាបួសសង្វេគឃើញប្រពន្ធខ្លួនឯងដេករួមជាមួយអ្នកបម្រើព្រះអង្គសម្ដែងប្រោសដល់នាងសុជាតានិងលោកសេដ្ឋីអីឲ្យបានស្ដាប់ម្ដាយឪពុករបស់ព្រះយសនិងភរិយាកាលព្រះយសមិនតាន់បួសនឹងភរិយាចាស់របស់ព្រះយសនឹងឲ្យបានស្ដាប់លុះព្រះមុនីនាថសាស្ត្រាចារ្យចរិយាវង្សព្រះអង្គសម្ដែងព្រះធម៌ទេសនាចប់ហើយមេដានិងភរិយាចាស់របស់ព្រះយសថែភរិយាចាស់នឹងគឺភរិយាតាំងពីលោកមិនតាន់បួសហើយអត់មានប្រពន្ធទៀតទេបើនឹងអ្នកបួសមានប្រពន្ធអីបើបួសហើយតិចទៅហួងហែងប្រពន្ធខ្លួនឯងអត់បានទេព្រោះអ្នកណាយកអីក៏យកទៅគេមានថ្មីទៀតក៏ជារឿងផុសគេចឹងទៅសំខាន់អ្នកបួសគឺលះបង់ទាំងអស់បើលះបង់ប្រពន្ធលះបង់កូននេះនឹងចូលមកសាងភ្នោះបួសជាបព្វជិតនៅក្នុងពុទ្ធសាសនាព្រះអង្គអត់តន់មកបួសព្រះអង្គមានប្រពន្ធឈ្មោះនាងពំពាណោះកាលព្រះអង្គមិនតន់ត្រាស់ដឹងជាព្រះពុទ្ធនឹងប្រពន្ធព្រះអង្គឈ្មោះនាងពំពាមានកូនមួយឈ្មោះរាហុលពេលចេញបួសហើយគ្មានកូនគ្មានប្រពន្ធអីទៀតទេគឺលះបង់ទាំងអស់លះបង់មើលព្រះយសនឹងក៏មានប្រពន្ធទៅបួសហើយបានស្ដាប់ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហើយតាំងនៅក្នុងសោតាបត្តិផលហើយបានក្រាបទូលឡើងថាបបិទ្ធព្រះអង្គដ៏ចម្រើនហើយព្រះអង្គភាសិតរបស់ព្រះដ៏មានព្រះភិក្ខច្បាស់ណាស់
ការព្រះអង្គសម្ដែងធម៌បរោះណាស់ព្រះអង្គហើយទ្រង់ប្រកាសធម៌ដោយអនេកបរិយាយយ៉ាងនេះហាក់បីដូចជាបុគ្គលផ្ងារបស់ដែលផ្កាប់ឲ្យផ្ងាឡើងឬដូចជាគេបើកបង្ហាញរបស់ដែលបិទពុំនោះសោតដូចជាគេប្រាប់ផ្លូវដល់អ្នកដែលវង្វេងទិសឬដូចជាគេត្រូលប្រទីបនៅក្នុងទីងងឹតដោយគិតថាឲ្យមនុស្សមានភ្នែកភ្លឺបានឃើញវត្ថុផ្សេងផ្សេងខ្ញុំព្រះករណាទាំងពីរអ្នកនេះគឺម្ដាយនាងសុជាតានឹងគឺរួមជាមួយកូនប្រសាស្រីអ្នកទាំងពីរអ្នកសូមដល់នៅព្រះពុទ្ធជាទីពឹងផងដល់នៅព្រះធម៌ជាទីពឹងផងដល់នៅព្រះសង្ឃជាទីពឹងជាទីរលឹកសូមព្រះអង្គទ្រង់ជ្រាបនៅខ្ញុំព្រះអង្គថាជាឧបាសិកាអ្នកដល់នៅព្រះត្រៃសរណគមស្មើដោយជីវិតនាងសុជាតាបានទៅបន់លាប៉ុណ្ណន់បានកូនប្រយុទ្ធនឹងពស្មើដោយជីវិតព្រះអង្គអស្ចារ្យណាស់ខ្ញុំព្រះអង្គសូមដល់នៅព្រះត្រៃសរណគមគុំនឹងកិមៈនឹងប្រែមកទៅសរណៈជាទីពឹងត្រៃនឹងប្រែមកថា3សូមទៅស្របជាទីពឹងសរណៈនឹងជាទីពឹងកិមៈនឹងដល់ព្រមឬក៏ទៅដល់ព្រមដោយការទីពឹងនៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងនឹងគេហៅថាសរណគមត្រៃសរណគមសរណៈនឹងប្រែមកថាជាទីពឹងគុំនឹងមកពីកិមៈនឹងប្រែថាទៅជាមួយទៅជាទីពឹងទៅទីពឹងត្រៃនឹងប្រែមកថា3ពពុទ្ធពធប្រសងនឹងហៅថាត្រៃសរណៈនឹងប្រែមកថាជាទីពឹងគឺយើងពឹងទៅលើពពុទ្ធពធកិមៈនឹងប្រែគុំនឹងប្រែមកថាទៅពឹងពពុទ្ធពធប្រសងអញ្ចឹងបានជាគេហៅថាត្រៃសរណគមនាងសូមដល់នៅត្រៃសរណគមស្មើដោយជីវិតចាប់តាំងអំពីថ្ងៃនេះតទៅនៅក្នុងថ្ងៃនោះញាតិញោមនាងសុជាតាដែលជាម្ដាយព្រមទាំងភរិយាចាស់របស់ព្រះយសថែកាលបើបានជាព្រះសោតាបនបុគ្គលហើយថែមទាំងបានប្រកាសខ្លួនជាឧបាសិកាដោយពោលអាងដល់ព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាសរណៈជាទីពឹងជាទីរលឹកជាបឋមឧបាសិកាទាំងឡាយនៅក្នុងព្រះសាសនានេះក្រោយពីនាងសុជាតាលោកសេដ្ឋីនិងភរិយាចាស់របស់ព្រះយសថែក៏បាននាំគ្នាចាត់ចែងរៀបចំចង្ហាន់ដ៏ប្រណិតថ្វាយទៅដល់ព្រះសម្មាសម្ពុទ្ធព្រមដោយព្រះយសថែរហូតដល់ឆ្អែតស្កប់ស្កល់គ្រាព្រះមហាបុរសព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សោយស្រេចហើយទើបស្ដេចទ្រង់សម្ដែងក៏ទ្រង់សម្ដែងធម៌ប្រោសដល់បុគ្គលទាំង3នាក់នោះទៀតគឺប្រោសទៅដល់ឪពុកម្ដាយរបស់ព្រះយសព្រមទាំងប្រពន្ធរបស់ព្រះយសដែលលោកមិនទាន់បួសពោមានភរិយាហើយព្រះអង្គក៏យាងត្រឡប់ទៅកាន់ព្រៃអិសិបតនមិគទាយវ័នវិញក្រោយមកញាតិញោមព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសតែងតាំងឧបាសិកាទាំងឡាយក្នុងតំណែងផ្សេងតាមសមគួរហើយទ្រង់បានប្រកាសតែងតាំងឧបាសិកាសុជាតាជាអ្នកប្រគេនចង្ហាន់មុនគេនឹងប្រកាសតែងតាំងឧបាសិកាសុជាតាក្នុងតំណែងអេតតកៈដែលមានសម្ដែងនៅក្នុងគម្ពីរអង្គតរនិកាយឯកនិបានដូចមានសេចក្តីថាអេតតកੰភគវេមសាវិកានੰឧបាសកានੰបឋមੰសរណੰកច្ឆន្តិតេនੰយតិទាំងសុជាតាសេនានិធិតាអេតតកੰភគវេមសាវិកានੰឧបាសកានੰបឋមੰសរណੰកច្ឆន្តិនੰយតិទាំងសុជាតាសេនានិធិតានឹងមនាលភិក្ខុទាំងឡាយ
បណ្ដាពួកឧបាសិកាអ្នកដល់នៅសារណៈជាបឋមគឺដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាដំបូងដែលជាសាវិការបស់តថាគតស្រេចនឹងនាងសុជាតាសេនាធិតាដ៏ប្រសើរជាងគេនាងសុជាតាសេនានិធិតាដ៏ប្រសើរជាងគេសេចក្តីប្រាថ្នាមួយនៅក្នុងវត្ថុដែលបានមកដោយសេចក្តីប្រាថ្នាសេចក្តីល្អជាតួយ៉ាងដែលគួរនាំមកធ្វើឲ្យកើតជាប្រយោជន៍ឡើងពុំមែនមានការប្រាថ្នាចង់បានល្អដោយវិធីដេករងចាំនោះទេគឺមកពីយើងព្យាយាមតលតែព្យាយាមទើបបានសម្រេចឬដូចជាអ្នកខ្លះក៏ប្រើវិធីយកសេចក្តីល្អរបស់អ្នកដទៃមកធ្វើជារបស់ខ្លួនមនុស្សប្រភេទនេះគួរឲ្យខ្លាចជាមនុស្សអាក្រក់ជាអ្នកធ្វើសេចក្តីអន្តរាយឲ្យដល់អ្នកដទៃជារឿយចំណែកឧបាសិកាសុជាតាជាអ្នកបានធ្វើសេចក្តីល្អទុកមកហើយមានកិត្តិយសកេរ្តិ៍ឈ្មោះក៏កើតឡើងដោយការប្រឹងប្រែងព្យាយាមបំពេញនៅសេចក្តីល្អនាងបំពេញសេចក្តីល្អទុកមកយូរហើយញាតិញោមរឿងទាំងអស់នេះដែលជាហេតុសម្ដែងឲ្យឃើញបាននៅក្នុងឧទាហរណ៍ក្នុងរឿងសេចក្តីល្អដែលបុគ្គលសន្សំពីអតីតជាតិសុជាតាធ្លាប់ធ្វើជាអ្នកដុតសាកសពព្រះយុះនឹងធ្លាប់ធ្វើជាអ្នកគេហៅថាបូជាព្រះយោគីបូជាសាកសពពីជាតិមុនញាតិញោមធ្លាប់ធ្វើជាអ្នកបូជាសាកសពពីជាតិមុនពេលដែលកំពុងបូជាសាកសពស្ត្រីស្លាប់ជាមួយនឹងកូននឹងក៏មានខ្ទុះមានអីហូរចេញមកក៏ព្រះយុះនឹងសង្វេគទៅប្រាប់ម្ដាយនាងសុជាតាក៏ធ្លាប់ធ្វើជាម្ដាយរបស់ព្រះយុះពីជាតិមុនឲ្យបានស្ដាប់ពិចារណាទៅសង្វេគរូបរាងកាយធ្វើតែអំពើល្អអ្នកទាំងអស់នោះស្លាប់ទៅកើតឋានសួគ៌ចុះពីឋានសួគ៌សាសនាទីបំផុតហ្នឹងក៏បានសម្រេចនៅធម៌ព្រះយុះម្ដាយនាងសុជាតាហ្នឹងបានសម្រេចនៅធម៌សពថ្ងៃគាត់ទៅកើតឋានសួគ៌នោះនាងសុជាតាដោយអំណាចនៃការបំពេញបុណ្យបំពេញកុសលសូមអនុមោទនីផោសាធវោហើយសាធុសាបរសិជនបងប្អូនប្រុសស្រីផងទាំងឡាយដូច្នេះការសម្ដែងពីប្រវត្តិរបស់នាងសុជាតាមកប៉ុណ្ណេះក៏ដល់ពេលវេលានឹងបញ្ចប់សេចក្តីនៃវាចារាល់ការសម្ដែងខុសឆ្គងពីប្រវត្តិរបស់នាងសុជាតាតភាកពីម្សិលមិញថ្ងៃនេះគឺចប់ដោយបរិបូរណ៍ចប់ប្រវត្តិនាងសុជាតាដែលប្រគេនមេធុបាយ័សថ្វាយមេធុបាយ័សមុនគេទៅដល់ព្រះដ៏មានព្រះភិក្ខធ្វើឲ្យព្រះអង្គសោយមេធុបាយ័សរបស់នាងសុជាតាក៏បានសម្រេចត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធអាត្មាសូមអរគុណចំពោះពុទ្ធបរិស័ទដែលចូលរួមបុណ្យដង្ហែទានព្រះវស្សានេះមិញហ្នឹងញោមឧបាសកលោកឧបាសកពេជ្រសារ៉ាន់ឧបាសកពេជ្រសារ៉ាន់និងភរិយាព្រមទាំងបុត្ររបស់គាត់នៅខាងក្រុងព្រះសីហនុគាត់ចូលបុណ្យដង្ហែទានព្រះវស្សាទៅប្រគេនដល់ព្រះសង្ឃ100វត្តនៅខែក្រោយនេះសល់កន្លះខែជាងទៀតទីតាំងនៅវត្តដងតោស្រុកគិរីវង្សខេត្តតាកែវព្រះសង្ឃចំនួន100វត្តទីតាំងប្រគេនលោកឧបាសកពេជ្រសារ៉ាន់និងភរិយារបស់គាត់នៅខាងក្រុងព្រះសីហនុនឹងចូលរួមចំនួន$200បុណ្យដង្ហែទានវស្សាចាត់ចែងតាំងពីទានកទឹកត្រីទឹកស៊ីអ៊ីវមីអីហ្នឹងចំនួន$200នេះពុទ្ធបរិស័ទនៅចំណោះជើងវត្តព្រែកក្រឹសស្រុកកំពង់ត្រាចខេត្តកំពតចូលព្យាបាលអាត្មាទៅព្យាបាលសុខភាពនឹងនៅខាងពិនិត្យសុខភាពនៅប្រទេសថៃនៅថ្ងៃទី7ខែ7នៅប្រហែលថ្ងៃអាទិត្យក្រោយនេះក៏គាត់ប្រគេន80000ពុទ្ធបរិស័ទនៅចំណោះជើងវត្តព្រែកក្រឹសស្រុកកំពង់ត្រាចឧបាសិកាមួយអាំងលី
ញោមសួនអីហ្នឹងរួមទាំងមិត្តពធរបស់គាត់ពនៃឧបាសកញៀមចេននៅខាងក្រុងព្រះសីហនុចូលទានវសាមកគូអង្គមកបេពហើយញោមឧបាសិកាលីសៀកជូនៅបឹងសាឡាងរាជធានីភ្នំពេញគាត់ចូលរួមទានវសាមកគូបវរណាបច្ច័យ4អាត្មាហ្នឹង$20ប្រកេនបច្ច័យ4$20ហ្នឹងណាសុទ្ធតែពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាប្រកេនពរដល់ព្រះករណាប្រគុណម្ចាស់ជូនពរទៅដល់ញាតិញោមដែលកំពុងតែបើកស្ដាប់ពុទ្ធបរិស័ទនៅខាងខេត្តសៀមរាបក៏កំពុងតែស្ដាប់នៅខាងខេត្តបន្ទាយមានជ័យនិងនៅខាងខេត្តបាត់ដំបងខាងខេត្តកោះកុងខេត្តក្រុងព្រះសីហនុខេត្តកពតខេត្តកែបកំពង់ស្ពឺខេត្តតាកែវអីហ្នឹងក៏ជាពិសេសគឺរាជធានីភ្នំពេញញាតិញោមនៅខាងរាជធានីភ្នំពេញក៏កំពុងតែបើកស្ដាប់និងប្រកេនពរដល់ព្រះករណាប្រគុណម្ចាស់ជូនពរទៅដល់ប្រជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីលោកយាយលោកតាអនាគតជាតិសូមឲ្យបានរួចចាក់ទុកជាឧបនិស្ស័យព្រះនិព្វានអនាគតកាលកំបីឃ្លៀងឃ្លាតប្រែคล้ายទៅជាបការៈដតីឡើយសូមអនុមោទនាបុណ្យអនុមោទនាមហាកុសលញាតិញោមចង់ចូលរួមបុណ្យដង្ហែទានព្រះវស្សាប្រកេនដល់ព្រះសង្ឃនៅសល់កន្លះខែជាងទៀតព្រះសង្ឃ100វត្តទានវស្សាមកគូ$30អង្គមកបេអង្គមកបេហ្នឹងក៏$30មានតាំងពីទឹកត្រីមីអីហ្នឹងតាក់ទងមកកាន់លេខខ្ញុំកណាអាត្មាភាពផ្ទាល់គឺ092 79 55 55 092 79 55 55ណាញាតិញោមណា092 79 55 55សុខោបញ្ញសឧចយោការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខសេចក្តីចម្រើនសូមអនុមោទនា